ក្រុមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជួបគ្នាបន្តនៅក្នុងកិច្ចសម្ភាសន៍ពីកម្ពុជារបស់ទូរទស្សន៍ BTV ជួបជាមួយនឹងខ្ញុំគុន្ធាដែលយើងនឹងលើកឡើងនៅប្រធានបទនៅថ្ងៃនេះជុំវិញវិស័យអប់រំប៉ុន្តែប្រិយមិត្តទូរទស្សនិកជននៅសល់ពេលតែប៉ុន្មានថ្ងៃទៀតទេការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា2025-2026គឺនឹងចូលមកដល់ហើយនៅក្នុងនោះជឿជាក់ថាបងប្អូនសិស្សានុសិស្សក៏ដូចជាអាណាព្យាបាលកំពុងតែទន្ទឹងរង់ចាំពេលវេលាមួយនេះយ៉ាងអន្ទះសារក៏ដូចជាចង់ដឹងនៅព័ត៌មានបន្ថែមទៀតជុំវិញដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះសម័យប្រឡង10សីហា2026ជាពិសេសនោះសាធារណជនទូទៅក៏អាចចង់ដឹងពីស្ថានភាពនៃការយកចិត្តទុកដាក់ដំណើរការប្រឡងនៅបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃបន្ទាប់ពីឆ្នាំកន្លងទៅនេះយើងមានបញ្ហាបងប្អូនដឹងហើយថាមានបញ្ហាសង្គ្រាមឈ្លានពានរបស់ថៃដែលធ្វើឲ្យសិស្សដែលគាត់នៅខេត្តព្រំដែនមួយចំនួនដូចជាដមមានជ័យគាត់ត្រូវផ្លាស់ប្ដូរមណ្ឌលប្រឡងមកកាន់ខេត្តសៀមរាបអីជាដើមអញ្ចឹងថាតើនៅឆ្នាំនេះបន្ទាប់ពីប្រជាពលរដ្ឋភាគសឹកមួយចំនួនធំទោះបីជាមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានប៉ុន្តែគាត់បានមកស្នាក់នៅជំរកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលមានការរៀបចំជូនថាតើមានសិស្សបាក់ឌុបគាត់ស្នាក់នៅជំរកបណ្ដោះអាសន្នទេហើយពួកគាត់អ្នកដែលគាត់នៅខេត្តជាប់ព្រំដែនទាំងអស់នោះមានផលប៉ះពាល់ទេនៅក្នុងឆ្នាំប្រឡងនៅក្នុងឆ្នាំនេះក្រសួងអប់រំមានការយកចិត្តទុកដាក់យ៉ាងណាដែរនៅថ្ងៃនេះយើងមានវាគ្មិនកិត្តិយសរបស់យើងគឺលោកជំទាវខួនវិជ្ជការអ្នកនាំពាក្យនៃក្រសួងអប់រំយុវជននិងកីឡាដើម្បីជម្រាបជូនលោកនាងបន្ថែមទៀតជុំវិញដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះកុំឲ្យខាតពេលយូរសូមជួបជាមួយនឹងលោកជំទាវតែម្ដងជំរាបសួរលោកជំទាវចាអរគុណដែលតែងតែចំណាយពេលចូលរួមជាមួយ BTV ចាជាពិសេសតែងតែជួបគ្នានៅអំឡុងពេលដែលការប្រឡងបាក់ឌុបចិត្តមកដល់ចាដើម្បីជម្រាបជូនព័ត៌មានបន្ថែមអញ្ចឹងដោយដែលនេះខ្ញុំបានជម្រាបជូនទស្សនិកជននៅឆ្នាំនេះហើយនៅពេលនេះហើយដែលយើងនឹងតាមដានពាក់ព័ន្ធជាមួយនឹងដំណើរការរៀបចំការប្រឡងទាំងក្របខ័ណ្ឌទូទាំងប្រទេសក៏ដូចជាពិសេសខេត្តនៅជាប់ព្រំដែនផងដែរជាសំណួរដំបូងនៅជំទាវថាតើនៅក្នុងឆ្នាំនេះយើងមានបេក្ខជនប្រឡងសរុបដែលយើងបានបូកសរុបនៅទិន្នន័យជាផ្លូវការសរុបចំនួនប្រមាណហើយមានការបែងចែកមណ្ឌលប្រឡងយ៉ាងម៉េចដែរសូមអញ្ជើញចាជាបឋមនេះខ្ញុំផ្ទាល់ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ BTV ដែលតែងតែយកចិត្តទុកដាក់តាក់ទងទៅនឹងការងារពាក់ព័ន្ធនឹងការអប់រំហើយនៅក្នុងឆ្នាំនេះតាក់ទងទៅនឹងចំនួននៃបេក្ខជនប្រឡងគឺយើងមានចំនួនបឋមនៅក្នុងពេលបច្ចុប្បន្នពួកយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការពិនិត្យបេក្ខភាពចុងក្រោយអញ្ចឹងតាមទិន្នន័យបឋមគឺយើងមានចំនួនប្រមាណជាជាង 150,000 នាក់បើសិនជាមើលតួលេខមូលហើយចំនួននេះគឺមានការកើនឡើងប្រមាណជា4,518 នាក់ទូទាំងប្រទេសហើយបើសិនយើងមើលអំពីមណ្ឌលវិញយើងឃើញថាមណ្ឌលប្រឡងហ្នឹងគឺមានចំនួន244មណ្ឌលហើយកើន3មណ្ឌលធៀបទៅនឹងឆ្នាំ2025កន្លងមកចាចុះការបែងចែកសម្រាប់ថ្នាក់វិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គមវិញនៅក្នុងឆ្នាំនេះបេក្ខជនដែលគាត់ធ្វើការជ្រើសរើសផ្នែកវិទ្យាសាស្ត្រគឺមានប្រមាណជា25%ហើយបេក្ខជនដែលធ្វើការជ្រើសរើសផ្នែកវិទ្យាសាស្ត្រសង្គមមានប្រមាណជា75%ចាអញ្ចឹងទាំងនេះគឺជាការសម្រេចចិត្តរបស់បងប្អូនសម្រាប់ការជ្រើសរើសនៅក្នុងថ្នាក់វិទ្យាសាស្ត្រឬក៏វិទ្យាសាស្ត្រសង្គមសម្រាប់ការប្រឡងប៉ុន្តែជារួមយើងវាយតម្លៃយ៉ាងមិនដែរសម្រាប់តួលេខជារួមនៅក្នុងឆ្នាំនេះបើប្រៀបធៀបជាមួយនឹងឆ្នាំមុនបានន័យថាការបណ្ដុះបណ្ដាលទោះបីជាឆ្នាំកន្លងទៅយើងជួបបញ្ហាសង្គ្រាមឈ្លានពានក៏ពិតមែនប៉ុន្តែយើងនៅតែអាចឈានឆ្ពោះតម្រង់គោលដៅមករកសិស្សដែលគាត់មកកាន់ការប្រឡងបាក់ឌុបនេះបានទៅតាមការដាក់ចេញគោលនយោបាយនានារបស់ក្រសួងអប់រំឬក៏យ៉ាងម៉េចដែរជាក់ស្ដែងគឺរៀងរាល់ឆ្នាំយើងតែងតែធ្វើការពិនិត្យនិងវាយតម្លៃនៅស្ថានភាពនៃការអប់រំហើយនៅក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះយើងបានដាក់ចេញនៅកំណែទម្រង់សំខាន់ជាច្រើនដើម្បីលើកកម្ពស់គុណភាពនៃការអប់រំទាំងផ្នែកវិទ្យាសាស្ត្រក៏ដូចជាសង្គមហើយនៅក្នុងឆ្នាំសិក្សាកន្លងទៅគឺក្រសួងអប់រំយុវជននិងកីឡាបានសម្រេចចិត្តនៅក្នុងការរៀបចំនៅគេហៅថាគន្លងថ្មីមួយទៀតគឺផ្នែកវិជ្ជាជីវៈសម្រាប់បងប្អូនដែលសិក្សាចាប់ពីថ្នាក់ទី10នៅក្នុងការជ្រើសរើសថាតើគាត់អនាគតគាត់ចង់ចាប់យកអាជីពអីអញ្ចឹងបើសិនជាគាត់ពូកែហើយមានយើងហៅថាទេពកោសល្យចាឬក៏ចង់ជ្រើសរើសអាជីពផ្នែកវិទ្យាសាស្ត្រទៅក្នុងពេលអនាគតគាត់នឹងអាចជ្រើសរើសបណ្ដុំវិទ្យាសាស្ត្រដែលបណ្ដុំនេះគឺអនុញ្ញាតឲ្យបងប្អូននឹងសិក្សាស៊ីជម្រៅទៅលើមុខវិជ្ជាវិទ្យាសាស្ត្រនានាក៏ដូចជាគណិតវិទ្យាជាដើម
រីឯបងប្អូនដែលគាត់មានទេពកោសល្យឬក៏ពេញចិត្តមើលទៅឃើញថាគាត់អាចបំពេញការងារបានល្អនៅក្នុងផ្នែកសង្គមគាត់អាចជ្រើសរើសយកផ្នែកយើងហៅថាបណ្ដុំវិទ្យាសាស្ត្រសង្គមដើម្បីគាត់អាចបំពេញសមត្ថភាពបន្ថែមទៅលើមុខវិជ្ជាភាសាខ្មែរនិងមុខវិជ្ជាដទៃទៀតពាក់ព័ន្ធទៅនឹងសង្គមហើយក្រៅពីនោះបើសិនជាបងប្អូនគាត់មានបំណិននៅក្នុងការប្រកបវិជ្ជាជីវៈណាមួយហើយឆាប់ទៅបំពេញការងារដើម្បីរកប្រាក់ចំណូលដែលបច្ចុប្បន្ននេះកំពុងតែមានទីផ្សារត្រូវការខ្ពស់គឺគាត់អាចជ្រើសរើសយកគន្លងវិជ្ជាជីវៈដែលយើងមានមុខវិជ្ជាឯកទេសជាច្រើននៅក្នុងការជ្រើសរើសអញ្ចឹងនៅក្នុងការសិក្សាឆ្នាំសិក្សាកន្លងទៅគឺមានសាលារៀនចំនួន49ដែលយើងបានរៀបចំឲ្យមានគន្លងវិជ្ជាជីវៈនេះចាប់ពីថ្នាក់ទី10ចានេះគឺជាការយកចិត្តទុកដាក់របស់ក្រសួងអប់រំដើម្បីធ្វើមកយើងបណ្ដុះបណ្ដាលទៅឲ្យបានគ្រប់ជ្រុងទាំងកម្រិតវិជ្ជាជីវៈបងប្អូនចាប់ពីមធ្យមសិក្សារហូតដល់ថាតើបងប្អូននឹងត្រូវជ្រើសរើសយកការប្រឡងបាក់ឌុបដើម្បីបន្តទៅឧត្តមសិក្សាឬមួយក៏យ៉ាងណាអញ្ចឹងជារួមត្រឡប់មកវិញដោយដែលលោកជំទាវបានលើកឡើងនេះការវិភាគប្រឡងនៅក្នុងឆ្នាំនេះយ៉ាងមិនដែរយើងមានការប្រែប្រួលទេតែទៅនឹងការវិភាគប្រឡងគឺរៀបចំដូចទៅនឹងឆ្នាំមុនដែរគឺមានន័យថាទោះបីជាបងប្អូនសិស្សានុសិស្សជ្រើសរើសយកវិទ្យាសាស្ត្រក៏ដោយឬក៏វិទ្យាសាស្ត្រសង្គមក៏ដោយគឺគាត់មានមុខវិជ្ជា7ដែលគាត់ត្រូវប្រឡងដែលនៅក្នុងនោះគឺមានមុខវិជ្ជាកាតព្វកិច្ចហើយនិងមុខវិជ្ជាដែលយើងអាចនិយាយបានថាក្រសួងអប់រំយុវជននិងកីឡាធ្វើការជ្រើសរើសសម្រាប់បណ្ដុំនីមួយអញ្ចឹងបើសិនជាយើងមើលអំពីមុខវិជ្ជានៅក្នុងការប្រឡងនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រគឺមានន័យថានៅក្នុងថ្ងៃទី1គឺសំដៅទៅលើថ្ងៃទី10ខែសីហាហ្នឹងគឺមានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាជីវវិទ្យាហើយនិងគីមីវិទ្យានិងភាសាបរទេសនៅពេលរសៀលរីឯពេលនៅក្នុងថ្ងៃទី2គឺយើងមានមុខវិជ្ជាអក្សរសាស្ត្រខ្មែររូបវិទ្យានិងគណិតវិទ្យារីឯសម្រាប់បណ្ដុំវិទ្យាសាស្ត្រសង្គមវិញគឺនៅក្នុងថ្ងៃទី1គឺយើងមានមុខវិជ្ជាផែនដីនិងបរិស្ថានវិទ្យាហើយប្រវត្តិវិទ្យាបន្ទាប់មកគឺភូមិវិទ្យានិងភាសាបរទេសហើយនៅក្នុងថ្ងៃទី2គឺមានមុខវិជ្ជាគណិតវិទ្យាសិលធម៌ពលរដ្ឋវិទ្យានិងអក្សរសាស្ត្រខ្មែរចាចុះរយៈពេលនៃការប្រឡងទៅតាមការវិភាគនីមួយយើងដូចមុនដែរឬមួយក៏យ៉ាងម៉េចដូចចាយើងរៀបចំដំណើរការរយៈពេលពេញ2ថ្ងៃសម្រាប់បងប្អូនចាអញ្ចឹងគឺមិនមានអីផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ទេចាក្រសួងអប់រំយុវជននិងកីឡាក៏បានផ្សព្វផ្សាយរួចហើយដែរចាជាមួយនឹងតារាងព័ត៌មាននានាតាក់ទងជាមួយនឹងមណ្ឌលប្រឡងនិងការវិភាគអញ្ចឹងបងប្អូនក៏អាចចូលទៅតាមដានព័ត៌មានរួចហើយដែរជឿជាក់ថាអញ្ចឹងព្រោះតែគាត់គៀកថ្ងៃមែនទែនហើយសម្រាប់ដំណើរការប្រឡងប៉ុន្តែឥឡូវពីកម្ពុជាយើងចង់ដឹងអំពីការដាក់ចេញនៅយន្តការនានាដោយសារតែការអប់រំពីមួយឆ្នាំទៅមួយឆ្នាំគឺតែងតែមានការប្រែប្រួលរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជូនសាធារណជនហើយថាយើងអត់មានការកាត់បន្ថយនៅថវិកាសម្រាប់ការចំណាយឬក៏ការយកចិត្តទុកដាក់វិនិយោគទៅលើវិស័យអប់រំនិងសុខាភិបាលទេអញ្ចឹងអប់រំនៅតែជាអាទិភាពទី1អញ្ចឹងសម្រាប់ឆ្នាំនេះការគ្រប់គ្រងទៅលើគោលការណ៍ចេះគឺជាប់ដែលក្រសួងតែងតែដាក់ចេញគ្រប់ការប្រឡងបាក់ឌុបមករាល់ឆ្នាំយើងមានយន្តការសំខាន់អ្វីខ្លះចាពិតណាស់គឺវិស័យអប់រំគឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលហើយជាពិសេសនៅក្នុងឆ្នាំនេះទៀតសោតគឺចំនួនបេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងគឺមានចំនួនកើនឡើងហើយនៅក្នុងការត្រៀមលក្ខណៈហ្នឹងគឺក្រសួងអប់រំយុវជននិងកីឡាតែងតែពិនិត្យមើលនៅការអនុវត្តកន្លងមកជាងរយៈពេល10ឆ្នាំកន្លងមកនេះចាប់ពីកំណែទម្រង់ដើម្បីពិនិត្យមើលថាតើនៅមានអ្វីខ្លះដែលក្រសួងអប់រំអាចធ្វើឲ្យកាន់តែប្រសើរឡើងកាន់តែសុក្រិតហើយកាន់តែមានលទ្ធផលល្អប្រសើរអញ្ចឹងបើសិនជាតកតងទៅនឹងដំណើរការនៃការប្រឡងនេះគឺមែនតែនទៅគឺយើងបានរៀបចំមករហូតហើយតាំងពីការណែនាំទៅកាន់សាលានានានៅក្នុងការពិនិត្យពិច័យទៅលើការអនុញ្ញាតឲ្យបេក្ខជននៅក្នុងការចូលរួមប្រឡងការចុះឈ្មោះជាដើមឡាហើយមួយទៀតគឺខាងនាយកដ្ឋានកិច្ចការប្រឡងដែលជាអ្នកទទួលបន្ទុកផ្ទាល់បានរៀបចំនៅវគ្គបណ្ដុះបណ្ដាលជាច្រើនទៅកាន់មេប្រយោគដែលចូលរួមពាក់ព័ន្ធទៅនឹងដំណើរការនៃការប្រឡងនឹងហើយក៏មានការប្រជុំតាក់ទងទៅនឹងក្រុមការងារបច្ចេកទេសដើម្បីធ្វើការពិនិត្យមើលថាតើមានអ្វីខ្លះដែលយើងអាចធ្វើឲ្យកាន់តែប្រសើរឡើងដើម្បីធានាថាអ្នកចេះគឺពិតជាជាប់អញ្ចឹងនៅក្នុងន័យនេះគឺមានន័យថាកន្លងមកយើងធ្វើការបណ្ដុះបណ្ដាលភាគីសំខាន់
មិនថាតែគេហៅថាក្រុមមុខវិជ្ជាដែលគាត់មានតួនាទីនៅក្នុងការពិនិត្យផ្ទៀងផ្ទាត់ឯកសារមុនពេលចុះអក្សរសម្ងាត់ក៏ដូចជារក្សាកាត់ក្បាលសញ្ញាកិច្ចការរបស់បេក្ខជនដើម្បីគាត់ធ្វើការងារកាន់តែប្រសើរជាងមុនការបណ្ដុះបណ្ដាលទៅលើយើងហៅថាជំនួយការអបមាត្រដែលគាត់ជាអ្នកចូលរួមនៅក្នុងការពិនិត្យមើលទៅលើដំណើរការនៃការប្រឡងទាំងមូលជាដើមឡើយហើយក្រៅពីនេះក៏យើងរៀបចំការប្រជុំបច្ចេកទេសទាំងក្រុមការងារដែលធ្វើការងារជាមួយនឹងការដំណើរការសំណេរហើយជាពិសេសដំណើរការកំណែតែម្ដងដើម្បីឲ្យមើលឲ្យការងារនេះកាន់តែសុក្រឹតហើយជាងនេះទៅទៀតគឺយន្តការនៅក្នុងការបូកស្រង់គឺយើងរៀបចំឲ្យមានការផ្ទៀងផ្ទាត់កាន់តែប្រសើរឡើងដើម្បីធានាថាលទ្ធផលគឺពិតជាអាចទទួលយកបានចានិយាយជារួមមកថាតើនៅឆ្នាំនេះយើងមានការដាក់ចេញយន្តការអីបន្ថែមពីយន្តការឆ្នាំមុនដែលយើងគិតថាវាជាការយកចិត្តទុកដាក់បន្ថែមដែរនៅក្នុងឆ្នាំនេះមែនទែនទៅវាមានភាពលម្អិតល្អិតល្អន់ជាច្រើននៅក្នុងបច្ចេកទេសនីមួយដែលខ្ញុំជឿថារឿងនេះរៀបរាប់ទៅប្រហែលជានឹងអាចពិបាកយល់គឺអាចថាពាក់ព័ន្ធទៅនឹងការកឹបសិលិកិការសិស្សានុសិស្សពីមណ្ឌលសំណេរជាដើមឡាក់ដែលពីមុនឡើងយើងធ្លាប់ខ្ទាស់ឥឡូវយើងផ្លាស់ប្ដូរមកជាការកាត់ហើយការរៀបចំលំដាប់លំដោយនៃសិលិកិការជាដើមឡាក់អញ្ចឹងមានកំណែទម្រង់មួយចំនួនដែលយើងបានដាក់ចេញនៅក្នុងមណ្ឌលសំណេរតាំងពីការរៀបចំផ្ទៀងផ្ទាត់សញ្ញាកិច្ចការរបស់បងប្អូនដែលគាត់សរសេររួចហើយបកគលមកឲ្យអនុរិយនីមួយថាតើរបៀបនៃការរៀបចំតាមលំដាប់លំដោយនឹងត្រូវធ្វើម៉េចត្រូវកឹបយ៉ាងម៉េចត្រូវផ្ទៀងផ្ទាត់ប្រមាណដងជាដើមឡាក់មុននឹងរុញមកគណៈកម្មការកណ្ដាលហើយមួយទៀតដុំសិលកិច្ចការដែលត្រូវបញ្ជូនមកកន្លែងកែហ្នឹងថាតើក្រុមមុខវិជ្ជាដែលមានតួនាទីនៅក្នុងការដាក់អក្សរសម្ងាត់ហ្នឹងថាតើលំដាប់លំដោយហ្នឹងត្រូវធ្វើយ៉ាងដូចម្ដេចអញ្ចឹងយើងមានការកែសម្រួលមួយចំនួនតាក់ទងទៅនឹងការពិនិត្យមើលក៏ដូចជាការកឹបជាដើមដល់ពីមុនមានអាចមានការផ្លាស់ប្ដូរតិចតួចតាក់ទងទៅនឹងបច្ចេកទេសដែលយើងសង្ឃឹមថាការងារនេះក៏ជារឿងមួយធ្វើឲ្យមានភាពប្រសើរឡើងហើយលើសមួយទៀតក៏លើសពីនេះទៅទៀតក៏យើងបានធ្វើការពិនិត្យមើលឡើងវិញពីយន្តការនៅក្នុងការផ្ទៀងផ្ទាត់ការបញ្ចូលបន្ទុកផងដែរដោយមានន័យថាកន្លងមកយើងមានការផ្ទៀងផ្ទាត់ពីមនុស្សពីរដងតែឥឡូវយើងបន្ថែមយន្តការបន្ថែមទៀតដើម្បីការផ្ទៀងផ្ទាត់ហ្នឹងកាន់តែសុក្រឹតថែមទៀតចាបន្ថែមហ្នឹងជាការផ្ទៀងផ្ទាត់តាមរយៈអីដែលប្រព័ន្ធបច្ចេកវិទ្យាឬមួយនិយាយរួមគឺការបញ្ចូលគឺយើងប្រើបច្ចេកវិទ្យាបើសិនជាបញ្ចូលឲ្យលម្អិតមានន័យថានៅក្នុងមណ្ឌលកំណែពេលក្រោយគ្រូកែហើយគាត់នឹងត្រូវចម្លងបន្ទុកដែលមាននៅលើกระดาษហ្នឹងចូលមកក្នុងតារាងមួយដែលយើងហៅថាសញ្ញាសម្រង់បន្ទុកហើយអញ្ចឹងសញ្ញាសម្រង់បន្ទុកហ្នឹងគឺយើងកាត់ក្បាលគឺមានន័យថាមានតែ QR code នៅលើហ្នឹងហើយសូម្បីតែអ្នក scan ក៏ដែលបញ្ចូលបន្ទុកហ្នឹងគឺបញ្ចូលតាមប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងសូម្បីតែអ្នកបញ្ចូលហ្នឹងគឺគាត់មិនអាចដឹងថាមណ្ឌលហ្នឹងគឺមួយណាទេគាត់គ្រាន់តែ scan អញ្ចឹងម៉ាស៊ីនហ្នឹងគឺអនុញ្ញាតឲ្យអ្នកបញ្ចូលបន្ទុកហ្នឹងគាត់អាចបញ្ចូលបន្ទុកបានមានកឡោនសម្រាប់ឲ្យគាត់ក្នុងការបញ្ចូលប៉ុន្តែគាត់មិនអាចដឹងថាតើអ្វីដែលគាត់បញ្ចូលហ្នឹងជាបេក្ខជនមកពីណាមណ្ឌលណាឬក៏អីជាដើមឡាអញ្ចឹងដំណើរការនៃការផ្ទៀងផ្ទាត់មានន័យថាយើងវិលជុំរហូតនៅពេលដែលយើងពិនិត្យមើលឃើញថាការបញ្ចូលហ្នឹងមិនត្រឹមត្រូវទៅលើกระดาษដោយសារយើងមានអ្នកផ្ទៀងផ្ទាត់ពីដំណាក់កាលបន្តទៀតគឺត្រូវបញ្ចូលឡើងវិញអញ្ចឹងការបញ្ចូលឡើងវិញហ្នឹងទោះបីជាឃើញបើសិនយើងមើលឃើញមានករណីមិនត្រឹមត្រូវណាមួយនោះគឺត្រូវតែមានការផ្ទៀងផ្ទាត់ជាប្រចាំអញ្ចឹងហើយបានជាដំណើរការនៃការបូកស្រង់ហ្នឹងត្រូវចំណាយពេលយូរដោយសារយើងត្រូវបញ្ចូលបន្ទុកយើងត្រូវផ្ទៀងផ្ទាត់ហើយយើងត្រូវពិនិត្យមើលឡើងវិញគ្រប់ដំណាក់កាលទាំងអស់មុននឹងយើងសម្រេចចិត្តថាលទ្ធផលហ្នឹងគឺអាចទទួលយកបានចាអញ្ចឹងបើសិនជាបងប្អូនស្ដាប់ទៅអីក៏មានអារម្មណ៍ថា stress ណាតាមពិតវាគ្រាន់តែជាកំណែទម្រង់បច្ចេកទេសនៅក្នុងការកែឬក៏ការបូកសរុបនៅបន្ទុករបស់បងប្អូនដើម្បីឲ្យមានភាពច្បាស់លាស់សុក្រឹតច្បាស់លាស់ថាបងប្អូនពិតជាអាចទទួលបាននៅលទ្ធផលមួយដែលយុត្តិធម៌ចាការបូកស្រង់ដែលត្រឹមត្រូវចាខ្ញុំសូមអនុញ្ញាតបញ្ជាក់មួយទៀតដែរយន្តការមួយទៀតដែលយើងរឹតបន្តឹងបន្ថែមហ្នឹងគឺមានន័យថាប្រហែលជាយើងសាធារណជនបានមើលឃើញតាំងពីឆ្នាំមុនម្លេះតាក់ទងទៅនឹងកម្រិតបទបញ្ញត្តិដែលយើងបានដាក់ចេញតាក់ទងទៅនឹងអ្នកដែលគាត់ផ្សព្វផ្សាយព័ត៌មានមិនពិតនានានៅលើគេហទំព័រជាពិសេសបុគ្គលិកអប់រំយើងតែម្ដងដែលចូលរួមក៏ដូចជាសាធារណជនដែរអញ្ចឹងការងារនេះយើងកំពុងតែពិភាក្សាហើយឆ្នាំមុនយើងបានដំឡើងនៅកម្រិតវិន័យដែលសម្រាប់អ្នកដែលចូលរួមធ្វើឲ្យមានការភ័ន្តច្រឡំទាំងអស់ហ្នឹងអញ្ចឹងហើយម្យ៉ាងទៀតនៅក្នុងឆ្នាំនេះគឺខាងអង្គភាពប្រឆាំងអំពើពុករលួយនឹងចូលរួមនៅក្នុងដំណើរការនៃការរៀបចំប្រឡងហ្នឹងតាំងពីដំណាក់កាលនៃការតាក់តែងវិញ្ញាសាអញ្ចឹងមានន័យថាការងារនេះគឺធ្វើឲ្យកាន់តែសុក្រឹតថែមទៀតដើម្បីឲ្យមានការជឿជាក់បន្ថែមសម្រាប់បងប្អូនក្នុងការជឿជាក់ថាគាត់ចេះ
គាត់មកប្រឡងគឺជាប់ ចាមានការចូលរួមសង្កេតការដំណើរការប្រឡងពីអង្គភាពណាខ្លះដែរលោកជំទាវ នៅក្នុងពេលបច្ចុប្បន្ននេះគឺយើងសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការប្រឡងដោយនេះខ្ញុំបញ្ជាក់ខាងដើមតាំងពីការចេញវិញ្ញាសាតាំងពីដំណើរការនៃការសរសេររហូតដល់កែនិងប្រកាសលទ្ធផលនៅក្នុងថ្ងៃគូសជាប់ធ្លាក់ហ្នឹងគឺយើងធ្វើការងាររួមគ្នាដោយឡែកក្រសួងអប់រំក៏សហការជាមួយនឹងអង្គភាពផ្សេងទៀតជាច្រើនដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាដែលយុវជនស្ម័គ្រចិត្តទាំងអស់ហ្នឹងគាត់ចូលរួមនៅក្នុងការបំពេញសមត្ថភាពបងប្អូននៅតាមសាលារៀនដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់នៅក្នុងការប្រឡងគាត់ជួយសម្របសម្រួលសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរពីស្រុកឆ្ងាយដើម្បីចូលមកទីប្រជុំជនឬក៏ទីរួមខេត្តក្នុងការប្រឡងនៅក្នុងការរកកន្លែងស្នាក់នៅជាដើមឡាក៏ដូចជាពេលផ្ញើកង់ម៉ូតូនិងសម្របសម្រួលមុនពេលដែលគាត់ចូលមកក្នុងមណ្ឌលប្រឡងហើយក្រៅពីនេះក៏រឿងផ្សេងទៀតដែលក្រសួងអប់រំត្រូវការចាំបាច់ហ្នឹងក៏ខាងសហភាពសហព័ន្ធយុវជនកម្ពុជាក៏តែងតែគ្រប់គ្រងដែរហើយក្រៅពីនេះគឺយើងមានការចូលរួមដែលយើងនិយាយថាជាជំនួយការអបមាទដើម្បីចូលរួមនៅក្នុងមណ្ឌលសំណេរហ្នឹងជួយអបមាទនៅក្នុងការសង្កេតការអំពីដំណើរការនៃការប្រឡងទាំងមូលហ្នឹងដែលអ្នកចូលរួមហ្នឹងគឺជាទូទៅគឺជាគរុសិស្សនិស្សិតដែលមានន័យថាគាត់ជាអនាគតគ្រូហើយយើងជ្រើសរើសគាត់មកចូលរួមគឺដើម្បីឲ្យគាត់វឹកហាត់មើលឃើញអំពីតួនាទីរបស់គាត់តាំងពីគាត់នៅជាគរុសិស្សនិស្សិតចា៎ល្អមែនតើទាំងនេះគឺជាការចូលរួមពីគ្រប់ផ្នែកដើម្បីរក្សានៅគុណភាពនៃការប្រឡងបាក់ឌុបពីមួយឆ្នាំទៅមួយឆ្នាំព្រោះយើងកម្រិតនេះគឺជាការផ្លាស់ប្ដូរទិសដៅជីវិតដ៏ធំមួយរបស់យុវជនរបស់យើងពីមធ្យមឡើងទៅឧត្តមសិក្សាឬក៏ទៅចាប់យកនៅជំនាញបច្ចេកទេសវិជ្ជាជីវៈណាមួយដែរពាក់ព័ន្ធជាមួយនឹងគោលការណ៍វិញម្ដងពីព្រោះថាជារៀងរាល់ឆ្នាំយើងបានមើលឃើញការណែនាំគោលការណ៍ជាច្រើនទាំងមុនប្រឡងអំឡុងពេលប្រឡងក៏ដូចជាក្រោយពេលប្រឡងអញ្ចឹងថាតើនៅឆ្នាំនេះគោលការណ៍ធំទាំង3ដំណាក់កាលនេះយើងមានការដាក់ចេញផ្សព្វផ្សាយយ៉ាងម៉េចដែរចាទី1គឺយន្តការក៏ដូចជាគោលការណ៍ដែលបានកំណត់ហ្នឹងគឺយើងនៅរក្សាអនុវត្តយ៉ាងហ្មត់ចត់គឺដើម្បីធានាថាការប្រឡងហ្នឹងអនុវត្តតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលអាចទទួលយកបានអញ្ចឹងទី1គឺការរក្សាភាពសម្ងាត់នៃប្រធានវិញ្ញាសាតាំងពីដើមរហូតដល់ចប់អញ្ចឹងដោយដែលក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ច្បាស់ហើយថាដោយសារតែរៀងរាល់ឆ្នាំយើងឃើញថាមានជនខិលខូចមួយចំនួនក៏ដូចជាតាមបណ្ដាទំព័រមួយចំនួនហ្នឹងផ្សព្វផ្សាយនៅព័ត៌មានដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំចាថាបែកវិញ្ញាសាបែកអីចាពិតដែលតាមពិតទៅគឺយើងតែងតែសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងការស៊ើបអង្កេតរឿងនេះគឺมันមានការបែកធ្លាយណាមួយកើតឡើងមុនដំណើរការនៃការប្រឡងនោះទេអញ្ចឹងក្រសួងបានដាក់ចេញនៅយន្តការវិន័យកាន់តែតឹងតែងពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មាននេះហើយទី2គឺការចូលរួមពីគ្រប់មេប្រយោគទាំងអស់មិនថាតែមេប្រយោគក្នុងដំណើរការសំណេរឬក៏កែឬក៏ពេលប្រកាសលទ្ធផលក៏ដូចជាបងប្អូនដែរត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននៅបទបញ្ញត្តិទាំងអស់ដែលក្រសួងបានដាក់ចេញដូច្នេះហើយទាំងបុគ្គលិកអប់រំទាំងគ្រូទាំងសិស្សនឹងដែលត្រូវប្រឡងហ្នឹងគាត់ត្រូវតែដឹងឲ្យបានច្បាស់ថាអ្វីទៅដែលត្រូវបានអនុញ្ញាតហើយអ្វីដែលមិនអនុញ្ញាតហើយដោយអង្គភាពបានបញ្ជាក់ខាងដើមហើយគឺយើងបានផ្សព្វផ្សាយទូលំទូលាយនៅក្នុងបណ្ដាទំព័រកន្លងមកហើយក៏យើងនឹងបិទផ្សាយនៅតាមមណ្ឌលនីមួយៗដែរដែលមិនអនុញ្ញាតឲ្យបងប្អូននឹងយកសំណៅឯកសារឬឧបករណ៍អេឡិចត្រូនិកឬក៏វ៉ែនតាឆ្លាតវៃអីជាដើមឡាក់ចូលទៅក្នុងមណ្ឌលប្រឡងទេសូម្បីតែនាឡិកាSmart Watch ទោះបីជាគាត់មានទូរស័ព្ទអីជាប់ខ្លួនក៏ដោយក៏ប៉ុន្តែក៏មិនអនុញ្ញាតឲ្យយកចូលមណ្ឌលប្រឡងដែរអញ្ចឹងនៅក្នុងករណីដែលរកឃើញទាំងអស់ក្រសួងនឹងអនុវត្តច្បាប់ទៅតាមបទបញ្ញត្តិដែលបានដាក់ចេញចាអំឡុងពេលប្រឡងឥឡូវជាក់ស្ដែងចង់ដឹងដោយត្រង់ហ្មងទៅថាតើអីខ្លះដែលអនុញ្ញាតឲ្យយកចូលពេលប្រឡងនិយាយរួមគឺសម្រាប់បុគ្គលិកអប់រំរបស់យើងគឺគាត់ចូលមកគាត់ត្រូវស្លៀកពាក់ឲ្យបានសមរម្យគាត់ត្រូវពាក់កាតជាប្រចាំដើម្បីបញ្ជាក់ថាគាត់ជាអ្នកណាមានតួនាទីអីនៅក្នុងមណ្ឌលប្រឡងហើយនិយាយរួមអ្នកដែលចូលនៅក្នុងមណ្ឌលនីមួយមិនថាមណ្ឌលសំណេរឬកំណែឬបោកស្រង់ទេគឺអ្នកដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃឬក៏ឧបករណ៍អេឡិចត្រូនិកហ្នឹងគឺមានចំនួនកំណត់ដែលយើងមានចែងហើយនៅក្នុងនោះមានជាក់ស្ដែងឧទាហរណ៍ដូចជាគណៈមេប្រយោគទូទាំងប្រទេសដែលជាថ្នាក់ដឹកនាំរបស់ក្រសួងដែលចូលរួមនៅក្នុងការពិនិត្យដំណើរការហ្នឹងនៅក្នុងខេត្តឬក៏រាជធានីនីមួយក្រៅពីនោះគឺយើងមានប្រធានមណ្ឌលផ្ទាល់ដែលគាត់ទទួលបន្ទុកមណ្ឌលហ្នឹងហើយនឹងអបមាទដែលគាត់ត្រួតជាគេហៅថាជាសេនាធិការរបស់ក្រសួងនៅក្នុងការត្រួតពិនិត្យ
ហើយនឹងអាចថាសន្តិសុខប្រធានសន្តិសុខនៃមណ្ឌលនីមួយៗដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទក្រៅពីនោះគឺមិនមានអ្នកណាម្នាក់មានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃទេហើយអញ្ចឹងគាត់អាចទៅធ្វើការដោយមានកាតហើយនឹងអាចនិយាយថាប៊ិចដែលគាត់ត្រូវប្រើប្រាស់នៅក្នុងការបំពេញការងារសម្រាប់បងប្អូនដូចគ្នាដែរគឺមានន័យថាអ្វីដែលបងប្អូនគួរយកទៅជាមួយឬក៏ត្រូវយកទៅជាមួយហ្នឹងគឺកុំភ្លេចឲ្យសោះនៅយើងហៅថាឯកសារការបានសម្គាល់បានសម្គាល់របស់យើងដែលគាត់ជាចុងសន្លឹកដែលជាស្លាកប័ណ្ណដែលសាលារៀនបានចេញឲ្យហើយនឹងកាតសិស្សរបស់គាត់ហើយយើងអាចយកនៅសម្ភារៈប្រឡងចាំបាច់ដូចជាបន្ទាត់ឬក៏ប៊ិចជាដើមសូម្បីតែទឹកលុបក៏យើងមិនអនុញ្ញាតឲ្យបងប្អូនប្រើប្រាស់ទេចាអញ្ចឹងហើយនៅក្នុងករណីនេះគឺសង្ឃឹមថាបងប្អូននឹងចូលរួមនៅក្នុងការគោរពបទបញ្ញត្តិនេះហើយបើសិនជាបងប្អូនច្រឡំនៅក្នុងការយកទៅពីព្រោះជួនកាលនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺការដាក់ទូរស័ព្ទតាមខ្លួនឬក៏ smart watch ហ្នឹងពេលខ្លះយើងអត់បានដឹងខ្លួនដោយសារយើងយកទៅដោយជាទម្លាប់អញ្ចឹងបើសិនជាបងប្អូនច្រឡំគឺបងប្អូនមានឱកាសនៅក្នុងការប្រាប់ទៅគណៈមេប្រយោគឲ្យបានទាន់ពេលវេលាអញ្ចឹងនិយាយរួមគឺនៅក្នុងមុនពេលដែលគាត់ចូលក្នុងបរិវេណសាលារៀនគឺមានការឆែកឆេរអញ្ចឹងបើសិនជាការរកឃើញឬក៏គាត់អាចថាគាត់ប្រាប់មុនហើយគាត់យកទូរស័ព្ទនឹងចេញពីខ្លួននោះมันមានបញ្ហាទេអញ្ចឹងមានន័យថាយើងមានការឆែកឆេរច្រើនដងទាំងមុខមុនដំណើរការមុនចូលមណ្ឌលប្រឡងមុនចូលបន្ទប់ប្រឡងហើយសូម្បីតែមុនពេលចាប់ដើមនៃដំណើរការប្រឡងហ្នឹងក៏គណៈមេប្រយោគជាពិសេសអនុរិយហ្នឹងប្រកាសប្រាប់បងប្អូនដែរថាតើបងប្អូនមានអីយកជាប់ខ្លួនអត់អញ្ចឹងគាត់ត្រូវពិនិត្យមើលខ្លួនឯងក៏ដូចជាមានការចាំបាច់ពួកគាត់អាចជួយគ្រប់គ្រងនៅក្នុងការងារនេះអញ្ចឹងបើសិនជាបងប្អូនច្រឡំយកទៅដោយសារកត្តាណាមួយឧទាហរណ៍ជួនកាលគាត់មានធុរៈដោយសារប៉ាម៉ាក់ឬក៏បងប្អូនជួបបញ្ហាអីមួយដែលទាមទារការតាក់ទងទំនាក់ទំនងនោះគាត់អាចយកច្រឡំយកទៅហ្នឹងគាត់ត្រូវតែប្រកាសឲ្យបានទាន់ពេលអញ្ចឹងបើសិនជាយើងរកឃើញនៅក្នុងបន្ទប់ប្រឡងចាប់ពីដំណើរការប្រឡងហើយនោះគឺមានន័យថាគាត់នឹងមិនអនុញ្ញាតឲ្យគេហៅថាត្រូវទៅទទួលទោសវិន័យតាមបទបញ្ញត្តិទោះបីជានៅក្នុងករណីណាក៏ដោយចាចុះមួយជ្រុងទៀតពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពសិស្សវិញយើងមានការយកចិត្តទុកដាក់យ៉ាងម៉េចដែរដោយសារតែបងប្អូនខ្លះគាត់ stress ពេកចាគាត់ប្រឹងប្រែងពេកនៅមុនការប្រឡងអញ្ចឹងទៅធ្វើឲ្យដល់ថ្ងៃប្រឡងវាទៅជាបញ្ហាសុខភាពវិញយ៉ាងម៉េចដែរចាតកតងទៅនឹងសុខភាពនេះគឺក្រសួងតែងតែអំពាវនាវហើយជាឱកាសនេះក៏សូមអំពាវនាវដល់បងប្អូនដែរនៅក្នុងការមើលថែសុខភាពខ្លួនឯងឲ្យបានល្អពីព្រោះពេលខ្លះយើងចេះប៉ុន្តែដល់ថ្ងៃហ្នឹងយើងឈឺក៏យើងអាចបាត់បង់ឱកាសនេះចឹងទី1ថែរក្សាសុខភាពរបស់ខ្លួនឯងឲ្យបានល្អទី2នៅក្នុងដំណើរការនៃការសរសេរហ្នឹងគឺបងប្អូនគឺនៅតាមមណ្ឌលនីមួយៗយើងតែងតែមានបងខាងផ្នែកសុខាភិបាលចូលរួមដោយសារក្រសួងអប់រំយុវជននិងកីឡាសហការជាមួយនឹងក្រសួងសុខាភិបាលជិតស្និទ្ធអញ្ចឹងនៅតាមមណ្ឌលមួយចំនួនយើងមាន ambulance បន្ថែមដោយឡែកទោះបីជាយ៉ាងណាក៏ដោយនៅតាមមណ្ឌលនីមួយៗគឺយើងណែនាំឲ្យមានបន្ទប់សុខភាពដែលនៅក្នុងបន្ទប់សុខភាពហ្នឹងគឺមានទាំងបុគ្គលិកផ្នែកសុខាភិបាលយើងអាចមានសម្ភារៈឧបករណ៍មួយចំនួននៅក្នុងការជួយបន្ទាន់ជាដើមឡាអញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍ថាអត់ស្រួលខ្លួននៅក្នុងដំណើរការនៃការប្រឡងសូមឆាប់ជូនដំណឹងទៅកាន់អនុរិយដើម្បីអនុរិយគាត់អាចសុំឆ្លងយោបល់និងដោះស្រាយបញ្ហាបានទាន់ពេលវេលានៅក្នុងការផ្ដល់ថ្នាំឬក៏ដោះស្រាយទៅតាមជាក់ស្ដែងថាតើគាត់ត្រូវប្រឡងនៅក្នុងទីតាំងមួយដាច់ដោយឡែកឬក៏យ៉ាងណានោះគឺយើងតែងតែពិនិត្យទៅតាមករណីហើយឆ្លងយោបល់ថ្នាក់ដឹកនាំដើម្បីសម្រួលឲ្យបងប្អូននឹងអាចដំណើរការប្រឡងទៅបានចា៎តែនេះគឺជាការណែនាំផ្ទាល់ពីមន្ត្រីជំនាញតាមពិតទៅការប្រឡងគឺយើងដំណើរការមករាល់ឆ្នាំហើយប៉ុន្តែដោយដែលលោកជំទាវបានលើកឡើងអញ្ចឹងយើងសិក្សាបទពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំថាតើមានអីដែលត្រូវមានការកែតម្រង់បន្ថែមតិចអញ្ចឹងទៅអញ្ចឹងនៅក្នុងឆ្នាំនេះគឺដោយដែលលោកជំទាវបានលើកឡើងយើងមានបច្ចេកទេសខ្លះដែលត្រូវមានការកែសម្រួលដែរពាក់ព័ន្ធមួយការរៀបចំវិញ្ញាសាក្តីការបូកស្រង់បន្ទុកក្តីដែលសាធារណជនបានទទួលជ្រាបហើយឥឡូវនេះងាកទៅចាប់អារម្មណ៍បន្តិចពីបញ្ហាសិស្សដែលគាត់នៅខេត្តជាប់ព្រំដែនយ៉ាងម៉េចដែរលោកជំទាវនៅក្នុងឆ្នាំនេះបណ្ដាខេត្តជាប់ព្រំដែននានាយើងមានផលប៉ះពាល់រហូតដល់ការផ្លាស់ប្ដូរមណ្ឌលប្រឡងដូចជាកាលពីឆ្នាំកន្លងទៅទេចាតតងទៅនៅក្នុងឆ្នាំនេះគឺបើសិនយើងសង្កេតមើលទៅលើទីតាំងដែលបងប្អូនស្នាក់នៅបណ្ដោះអាសន្ននៅតាមខេត្តនានាហ្នឹងគឺយើងសង្កេតឃើញថានៅទីនោះពុំមានភាគច្រើនបងប្អូនគាត់រៀននៅកម្រិតបឋមសិក្សាហើយនៅអនុវិទ្យាល័យរីឯបងប្អូនដែលរៀននៅកម្រិតវិទ្យាល័យនៅតាមតំបន់ព្រំដែនហ្នឹងគឺជាពិសេសនៅក្នុងខេត្តចំនួន3
គឺព្រះវិហារឧត្តរមានជ័យនិងបន្ទាយមានជ័យហ្នឹងគឺក្រសួងអប់រំយុវជននិងកីឡាគឺយកចិត្តទុកដាក់បងប្អូនទាំងអស់ជារួមតែម្ដងទី1គឺតាំងពីពាក់កណ្ដាលឆ្នាំសិក្សាគឺក្រសួងបានរៀបចំជាកម្មវិធីមួយដែលបង្រៀនកម្មវិធីអនឡាញពីទីក្រុងភ្នំពេញទៅកាន់បងប្អូននៅតាមខេត្តទាំងអស់ហ្នឹងដោយមានគ្រូនៅតាមខេត្តទាំង3ជាអ្នកសម្របសម្រួលឲ្យគាត់រៀនបំពន់បន្ថែមនៅក្នុងថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏ដូចជានៅពេលល្ងាចនៅក្នុងថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រដើម្បីឲ្យគាត់អាចរៀនបន្ថែមពីព្រោះយើងមើលឃើញថាកន្លងមកការដែលគាត់រត់ភៀសខ្លួនឬក៏បញ្ហាសង្គ្រាមហ្នឹងក៏អាចធ្វើឲ្យគាត់ហ្នឹងអត់បានរៀនជាប់លាប់អាខានអញ្ចឹងហើយដើម្បីបំពន់សមត្ថភាពឲ្យគាត់ត្រៀមខ្លួនរួចរាល់ដោយគេដោយឯងដើម្បីប្រឡងបានហ្នឹងគឺយើងបានត្រៀមលក្ខណៈពីចម្ងាយដើម្បីឲ្យគាត់បានរៀនទី2គឺក្រសួងបានរៀបចំបែងចែកផ្ដល់ទៅឲ្យបងប្អូននៅកម្រងវិញ្ញាសាដែលយើងចេញមុនដែលមែនតើទៅកម្រងវិញ្ញាសានេះគឺយើងផ្សព្វផ្សាយទូលំទូលាយនៅក្នុង platform របស់ក្រសួងដែលយើងហៅថាសាលា digital ដែលបងប្អូនបេក្ខជនទាំងអស់អាចធ្វើការ search មើលហើយទាញយកឯកសារជា PDF ហើយធ្វើការសាកល្បងឆ្លើយឬក៏វឹកហាត់ទៅលើកម្រងវិញ្ញាសាចាស់អញ្ចឹងតកតងទៅនឹងបងប្អូននៅតាមព្រំដែនហ្នឹងគឺក្រសួងបានបោះពុម្ពសភៅហ្នឹងប្រមាណជា 10000 ក្បាលដើម្បីចែកជូនទៅកាន់បងប្អូនក៏ដូចជាផ្ដល់នៅសភៅសិក្សាគោលនិងសម្ភារៈសិក្សានិងថវិកាមួយចំនួនដើម្បីគ្រប់គ្រងទៅដល់ពួកគាត់ដោយឡែកនៅក្នុងដំណើរការនៃការប្រឡងហ្នឹងគឺគាត់ប្រឡងដូចសិស្សទូទៅដែរវិញ្ញាសាដូចគ្នាចាគឺដូចគ្នាហើយនៅទីតាំងបើសិនជាគាត់រៀននៅសាលាណាគាត់ត្រូវចុះឈ្មោះតាមរយៈសាលាហ្នឹងហើយគាត់ប្រឡងនៅក្នុងខេត្តហ្នឹងដូចរៀងរាល់ឆ្នាំមិនមានលក្ខណៈពិសេសណាមួយទេចាចាអញ្ចឹងគាត់ថាការយកចិត្តទុកដាក់នៃការជំរុញឲ្យគាត់ត្រៀមខ្លួនគឺអាចថាពិសេសជាងខេត្តផ្សេងៗបន្តិចចាដោយសារតែកន្លងទៅគឺគាត់មានការប្រែប្រួលការរៀនរបស់គាត់ម្ដងរត់ទៅនេះម្ដងរត់ទៅនោះចឹងទៅប៉ាអញ្ចឹងតែនេះគឺជាការយកចិត្តទុកដាក់ប៉ុន្តែជារួមយើងអាចវាតម្លៃបានថាសិស្សដែលគាត់នៅខេត្តជាប់ព្រំដែនជាពិសេសខេត្តទាំង3ដោយដែលលោកជំទាវបានលើកឡើងព្រះវិហារឧត្តរមានជ័យនិងបន្ទាយមានជ័យនេះយ៉ាងមិនដែរមើលទៅការត្រៀមខ្លួនការប្រឡងរបស់ពួកគាត់អាចថាយើងធានាថាគាត់នឹងអាចចូលរួមបានសម្រាប់វិញ្ញាសាដូចគ្នាការវិភាគដូចគ្នានៅក្នុងការប្រឡងរបស់សិស្សផ្សេងៗទៀតដែរចាកន្លងមកយើងឃើញថាទាំងបងប្អូនដែលជាបេក្ខជនផ្ទាល់ក៏ដូចជាលោកគ្រូអ្នកគ្រូមែនតើទៅក្រសួងអប់រំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកអប់រំទាំងអស់ជាពិសេសលោកគ្រូអ្នកគ្រូនៅតាមតំបន់ព្រំដែនដែលមានស្មារតីរឹងមាំនិងតែងតែជួយជ្រោមជ្រែងទៅកាន់បងប្អូននៅក្នុងករណីដែលក្រសួងរៀបចំមានកម្មវិធីអនឡាញនេះទោះបីជាយើងខិតខំប្រឹងប្រែងពីផ្នែកកណ្ដាលមិនក៏ដោយបើសិនជាអត់មានការគ្រប់គ្រងពីលោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋានជំរុញបងប្អូនគ្រប់គ្រងឲ្យគាត់ចូលរៀនទេក៏យើងអត់ជឿថាកម្មវិធីនេះអាចសម្រេចបានដោយជោគជ័យទេអញ្ចឹងកន្លងមកគឺយើងឃើញថាលោកគ្រូអ្នកគ្រូក៏ដូចជាមេដាបេដានិងបងប្អូនផ្ទាល់ចូលរួមហើយសហការគ្នាបានល្អហើយខិតខំប្រឹងប្រែងអញ្ចឹងក្រសួងពិតជាជឿជាក់ថាបងប្អូនរៀបចំខ្លួននៅក្នុងដំណើរចូលរួមប្រឡងបានល្អប្រសើរនៅក្នុងពេលអនាគតឆាប់ៗនេះចា៎បើសិនបើយើងក៏លេខមើលពីទិន្នន័យនៅក្នុងខេត្តទាំង3គឺព្រះវិហារបន្ទាយមានជ័យនិងឧត្តរមានជ័យនៅក្នុងឆ្នាំនេះគឺយើងមានមណ្ឌលប្រឡងចំនួន15ដែលនៅក្នុងនោះមានបន្ទប់ចំនួន418បន្ទប់នៅក្នុងនោះគឺខេត្តព្រះវិហារមានចំនួន4មណ្ឌលដែលមាន80បន្ទប់ហើយបន្ទាយមានជ័យមាន8មណ្ឌលដែលមានចំនួន266បន្ទប់រីឯឧត្តរមានជ័យមានចំនួន3មណ្ឌលគិតជាបន្ទប់គឺមានចំនួន72បន្ទប់ចាអញ្ចឹងតែនេះជាការបែងចែកមណ្ឌលប្រឡងនៅក្នុងខេត្តទាំង3ដែលបងប្អូនសាធារណជនអាចចង់ដឹងថាតើឆ្នាំនេះខេត្តដែលនៅមានពលរដ្ឋដែលគាត់នៅជំរកបណ្ដោះអាសន្នឬក៏ទីកន្លែងបណ្ដោះអាសន្នហ្នឹងនៅមានការរៀបចំអាចប្រឡងបានអត់អញ្ចឹងលោកជំទាវបានលើកឡើងហើយថាជារួមគឺអ្នកដែលគាត់ស្នាក់នៅមណ្ឌលឬក៏ជំរកបណ្ដោះអាសន្នអត់មានសិស្សបាក់ឌុបទេចាភាគច្រើនគាត់ជាសិស្សនៅថ្នាក់កម្រិតបឋមសិក្សាប៉ុន្តែការរៀបចំដំណើរការប្រឡងអត់មានអីប្រែប្រួលដូចជាឆ្នាំកន្លងទៅទេទាំងពេលវេលាក៏ដូចជាមណ្ឌលប្រឡងគឺយើងនៅរក្សាការប្រឡងនៅទីតាំងខេត្តដដែលចាមានព្រះវិហារមានបន្ទាយមានជ័យរួមជាមួយនឹងឧត្តរមានជ័យតែនេះជាព័ត៌មានដែលយើងចង់ផ្ដល់ជូនថាក្រសួងអប់រំនៅតែតាមដានជាប់ជាប្រចាំទោះបីជាសិស្សនៅក្របខ័ណ្ឌទូទាំងប្រទេសឬក៏សិស្សនៅព្រំដែនក៏ដោយដើម្បីធានាថាពួកគាត់នឹងអាចឆ្លងផុតនៅដំណាក់កាលដល់លំបាកមួយនេះជារួមត្រឡប់មកវិញថាតើលោកជំទាវមានអ្វីជាការណែនាំទៅដល់ទាំងអាណាព្យាបាលក៏ដូចជាបេក្ខជនគណៈការប្រឡងកាន់តែខិតជិតមកដល់ហើយចាចំណុចទី1គឺតកតងទៅនឹងសុខភាពនេះខ្ញុំជឿថាសុខភាពជាកត្តាមួយដែលសំខាន់ដែលត្រូវការឲ្យបងប្អូនហ្នឹងមើលថែខ្លួនឯងពីចម្ងាយញ៉ាំឲ្យបានគ្រប់គ្រាន់សម្រាកឲ្យបានគ្រប់គ្រាន់
ធ្វើយ៉ាងណាខ្លួនឯងមានសុខភាពល្អដើម្បីត្រៀមលក្ខណៈនៅក្នុងការប្រឡងដើម្បីមានស្មារតីល្អនៅក្នុងការឆ្លើយតបទៅនឹងសំណួរនានាហើយទី2សង្ឃឹមថាបងប្អូនក៏អាចនឹងតាមដានព័ត៌មានជាប់ឲ្យបានជាប់ពីក្រសួងអប់រំយុវជននិងកីឡាក៏ដូចជាសិក្សាអំពីគោលការណ៍ថាតើគាត់អ្វីខ្លះដែលគាត់អាចយកជាប់ខ្លួនបានអ្វីដែលគាត់អាចធ្វើបាននៅក្នុងមណ្ឌលប្រឡងហើយអ្វីដែលគាត់មិនអាចធ្វើបានហើយចូលរួមនៅក្នុងការគោរពបទបញ្ញត្តិនេះឲ្យបានពេញលេញហើយមួយទៀតពេលធ្វើដំណើរមកប្រឡងសូមមានការប្រុងប្រយ័ត្នខ្ពស់ហើយគោរពច្បាប់ចរាចរណ៍ដើម្បីបងប្អូនអាចមកដល់ទីតាំងដោយសុវត្ថិភាពហើយបើសិនជាក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពសូមជូនដំណឹងឲ្យបានលឿនទៅកាន់អនុរិយដែលនៅប្រចាំថ្នាក់របស់គាត់មួយទៀតដែរក៏សូមផ្ដាំផ្ញើជូនទៅដល់គណៈមេប្រយោគទាំងអស់ដែលសុទ្ធសឹងតែជាបុគ្គលិកអប់រំដែលចូលរួមនៅក្នុងដំណើរការប្រឡងសូមអនុញ្ញាតបញ្ជាក់ថានៅក្នុងដំណើរការប្រឡងហ្នឹងគឺក្រសួងជ្រើសរើសអ្នកដែលក្រសួងទុកចិត្តបំផុតគឺបុគ្គលិកអប់រំរបស់យើងហ្នឹងដែលធ្វើការសម្រិតសម្រាំងនិងធ្វើការជ្រើសរើសដូច្នេះហើយក៏សង្ឃឹមថាបុគ្គលិកអប់រំទាំងអស់នឹងចូលរួមនៅក្នុងការគោរពបទបញ្ញត្តិទាំងអស់ហ្នឹងឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាថាដំណើរការនៃការប្រឡងហ្នឹងគឺអាចដំណើរការបានស្របតាមគោលការណ៍អ្នកចេះគឺជាប់រីឯមេដានេះខ្ញុំក៏សង្ឃឹមថាសូមគាត់កុំព្រួយបារម្ភធ្វើយ៉ាងណាណែនាំកូនឲ្យគោរពបទបញ្ញត្តិឲ្យបានខ្ជាប់ខ្ជួនខិតខំប្រឹងប្រែងរៀនសូត្រហើយមានសុខភាពល្អដើម្បីមកប្រឡងហើយនេះខ្ញុំជឿថាក្រសួងអប់រំយុវជននិងកីឡានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនៅក្នុងការធានាឲ្យការប្រឡងនឹងនៅតែបន្តដំណើរការតាមគោលការណ៍អ្នកចេះគឺជាប់និងផ្ដល់យុត្តិធម៌ទៅកាន់បងប្អូនដែលជាបេក្ខជនទាំងអស់ចាជាការរំពឹងទុកសម្រាប់ដំណើរការប្រឡងនៅក្នុងឆ្នាំនេះពីក្រសួងទៅយ៉ាងម៉េចដែរនៅក្នុងឆ្នាំនេះដោយបញ្ជាក់ខាងដើមយើងត្រៀមលក្ខណៈពីចម្ងាយយើងធ្វើការបណ្ដុះបណ្ដាលអ្នកដែលចូលរួមការត្រៀមលក្ខណៈរបស់យើងគឺមានការកាន់តែហ្មត់ចត់ជាងមុនដូច្នេះហើយយើងរំពឹងទុកថាដំណើរការនៃការប្រឡងហ្នឹងនៅតែបន្តបាននៅគោលការណ៍អ្នកចេះគឺជាប់ហើយកាន់តែមានភាពល្អប្រសើរដូចឆ្នាំមុនចាទាំងនេះគឺជាព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធជាមួយនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬក៏បងប្អូនស្គាល់ថាបាក់ឌុបនៅក្នុងឆ្នាំ2026នេះសម័យប្រឡង10សីហា2026អញ្ចឹងអត់មានការប្រែប្រួលអីទេយើងនៅរក្សានៅសម័យប្រឡងដដែលហើយ BTV នឹងបន្តធ្វើការផ្សព្វផ្សាយជាមួយដំណើរការប្រឡងបន្ថែមទៀតសង្ឃឹមថានៅក្នុងកិច្ចសម្ភារនេះនឹងផ្ដល់ជូនព័ត៌មានលម្អិតបន្ថែមដើម្បីឲ្យបងប្អូនក៏ដូចជាអាណាព្យាបាលបានត្រៀមខ្លួនផងដែរអរគុណលោកជំទាវដែលបានចូលរួមជំរាបលាចាសូមអរគុណទស្សនិកជនទើបនឹងបានទស្សនានៅកិច្ចសម្ភាររវាងនាងខ្ញុំគន្ធារួមជាមួយនឹងលោកជំទាវខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាជុំវិញការយកចិត្តទុកដាក់បន្ថែមទៅលើយន្តការគោលការណ៍នានាទាក់ទងនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហា2026ដូច្នេះនៅក្នុងឆ្នាំនេះការដំណើរការប្រឡងទាំងមុនប្រឡងអំឡុងពេលប្រឡងនិងក្រោយការប្រឡងគ្រប់យន្តការគោលការណ៍បច្ចេកទេសទាំងអស់គឺក្រសួងបានត្រៀមលក្ខណៈរួចរាល់ហើយត្រៀមពីចម្ងាយថែមទៀតដើម្បីធានាថាដំណើរការប្រឡងគឺយើងប្រព្រឹត្តទៅដោយសុក្រិតយុត្តិធម៌អ្នកចេះគឺជាប់ហើយបន្ថែមលើនោះក្រសួងក៏មិនបានទុកបងប្អូនអ្នកដែលនៅខេត្តជាប់ព្រំដែនចោលដែរពលគឺបានខិតខំប្រឹងប្រែងនៅក្នុងការជួយគាត់នៅគ្រប់មធ្យោបាយទាំងអស់ដើម្បីឲ្យពួកគាត់អាចចូលរួមប្រឡងដោយគេដូចឯងបាននៅក្នុងឆ្នាំសិក្សានេះក៏ដូចជាការបន្តឈានឆ្ពោះទៅចាប់យកនៅឧត្តមសិក្សារួមជាមួយនឹងជំនាញវិជ្ជាជីវៈផ្សេងៗទៀតផងដែរអរគុណសម្រាប់ការតាមដានទស្សនានៅកិច្ចសម្ភារពីកម្ពុជានៅក្នុងថ្ងៃនេះនាងខ្ញុំគន្ធារួមជាមួយនឹងលោកជំទាវខួនវិជ្ជការវាគ្មិនកិត្តិយសរបស់យើងសូមអរគុណនិងសូមគោរព